ពីមកថៃជំមុខ5ខ4ថាមានបោះហើយអនណាអននេះដែលយំសក់តែបើនេះទាំងនោះនឹងបានសេចក្តីកុំសានចិត្តនៅទីនេះប្រហែលពេលដែលគេអានឲ្យអារម្មណ៍ថារៀងផ្លែបន្តិចតើសារគេជាទូទៅនេះថាមានបោះហើយប្រហែលអននេះណាដែលរីឬក៏ដោយសារមានថារីទៅមានបោះប៉ុន្តែនៅទីនេះថាមានបោះហើយអននេះណាដែលយំសក់ហើយទេនៅទីនេះថាមានបោះហើយអននេះណាដែលយំសក់បងចាចានៅក្នុងមេនេះថាតាមបដយំសក់គឺឲ្យប៉ះពាល់អារម្មណ៍របស់យើងជ្រឿជាងសេចក្តីរីប្រហែលយើងសប្បាយរីគ្រាន់តែយើងប៉ះពាល់អារម្មណ៍នៃសាសៅធ្វើឲ្យមនុស្សគឺរីសាសៅប៉ុន្តែយំសក់គឺប៉ះពាល់អារម្មណ៍របស់មនុស្សយ៉ាងជ្រាលជ្រៅហើយជាទូទៅការយំសក់គឺតែងតែនាំមកនូវទឹកភ្នែកយើងយំសក់តគំរើមួយយើងនាំឲ្យយើងមានទឹកភ្នែកនៅក្នុងពន្ធគាររបស់ប្រមូលនេះមានមេលីមួយចំណុចជាងថាទឹកភ្នែកប្រមូលនេះបានបញ្យល់អំពីទឹកភ្នែកនោះមាន5ទិដ្ឋភាពមាន5ទិដ្ឋភាពទី1ទឹកភ្នែកតាមរយៈការយំសក់របស់យើងហើយជួយឲ្យយើងត្រូវបានលាងសម្អាតឲ្យលាងសម្អាតយើងដូចជាយើងដឹងថានៅផ្នែករាងកាយរបស់យើងយើងពេលខ្លះសម្រក់ទឹកភ្នែកមានទឹកភ្នែកឲ្យជួយលាងសម្អាតភ្នែករបស់យើងឲ្យយើងមើលឃើញកាន់តែច្បាស់ដូចជាពេលខ្លះមានធូរីដេឬក៏អីចូលទៅក្នុងភ្នែករបស់យើងប៉ុន្តែទឹកភ្នែកគឺដើម្បីលាងសម្អាតភ្នែករបស់យើងឲ្យយើងមើលឃើញកាន់តែច្បាស់ប្រហែលពេលខ្លះយើងត្រូវបានគ្រប់បាំងតើអ្វីខ្លះប្រហែលយើងមើលមិនសូវច្បាស់ប៉ុន្តែទឹកភ្នែកឲ្យជួយយើងជារៀងរាល់ពេលដែលយើងប្រើភ្នែកគឺលាងម្ដងប៉ុន្តែពេលដែលយើងសម្រក់ទឹកភ្នែកគឺលាងកាន់តែឲ្យយើងមើលឃើញកាន់តែច្បាស់ដូចជានៅក្នុងគម្ពីរប្រមូលបានលើកឡើងអំពីយេរេមៀយើងដឹងថាហោរ៉ាយេរេមៀគឺជាហោរ៉ាដែលយំសក់ដោយសារយេរេមៀលោកបានយំសក់ឬក៏សម្រត់ទឹកភ្នែកធ្លាទឹកភ្នែកជាច្រឡំគឺដោយសារនៅក្នុងសម័យនោះប្រជារាស្ត្ររបស់ព្រះអង្គត្រូវបានចាក់ការត្រូវបានជំនួសជម្រាដោយព្រះយេហូវ៉ាពួកគេត្រូវបានយូរទៅជាឆ្លើយហើយស្ថានភាពរបស់ប្រជារាស្ត្រអ៊ីស្រាអែលពិតជាមានហាត់គ្នាចុះដូច្នេះហោរ៉ាយេរេមៀគាត់មើលឃើញស្ថានភាពយ៉ាងនេះដូច្នេះគាត់បានយំសក់គាត់បានសម្រត់ទឹកភ្នែកដូច្នេះបងនិយាយថានៅក្នុងការយំសក់របស់គាត់គាត់បានមើលឃើញការបានសម្ដែងអំពីប្រជារាស្ត្រអ៊ីស្រាអែលត្រូវបានត្រឡប់ទៅវិញគ្រប់70ឆ្នាំគ្រប់70ឆ្នាំសាយអ៊ីស្រាអែលនឹងត្រូវបានត្រឡប់ទៅស្រុកកំណើតវិញហើយយើងនឹងថាតាញញ៉ែក៏មើលឃើញអំពីការបាសក៏មានថាពេលដែលអានគម្ពីរយេរេមៀគាត់បានសរសេរហើយគាត់ក៏បានអធិដ្ឋានមួយថ្ងៃ3ដងសម្រាប់រឿងនេះដូច្នេះយើងបានមកឃើញថាយំសក់ពិតជាមានថាលាងសម្អាតយើងតាមបីឲ្យយើងមើលឃើញកាន់តែច្បាស់ប្រមូលនេះចាយ៉ានៅក្នុងមេរៀនទឹកភ្នែកថាពេលខ្លះប្រហែលយើងមើលឃើញរឿងណាខ្លះគឺមិនទាន់ច្បាស់ទេប៉ុន្តែតាមរយៈការយំសក់យើងប៉ាវាសរឿងខ្លះតាមបីយើងនៅពេលដែលយើងសម្រាប់ទឹកភ្នែកនោះនឹងឲ្យយើងមើលឃើញរឿងរ៉ាវខ្លះកាន់តែច្បាស់លាស់អានោះគឺទី1គឺលាងសម្អាតយើងទិដ្ឋភាពទី2គឺតាមរយៈការយំសក់គឺនាំមកយើងកាន់តែជិតស្និទ្ធជាមួយនឹងព្រះដូចជាយើងពេលដែលយំសក់គឺពិតជាប៉ះពាល់អារម្មណ៍នៅផ្នែកខាងក្នុងរបស់យើង
We have a deep យើងនៅទីនេះបងប្អូនលើកឡើងអំពីស្ដេចដាវីត 这个就像 នៅពេលដែលស្ដេចដាវីតប្រព្រឹត្តបាបប្រព្រឹត្តកំហុស 犯了罪， គាត់បានមានការប្រែចិត្ត king of យ៉ាងខ្លាំងការប្រែចិត្តហើយគាត់មានយំសោះ repentance, គាត់យ៉ាងខ្លាំងទៅចំពោះព្រះយេហូវ៉ា strong ដូច្នេះនៅពេលដែល before the Lord. ស្ដេចដាវីតសរសេរទំនុកដំកើងចំពោះ51 Wrote ខ17ចំពោះ51ទាំងមានថាចំពោះនេះទាំងមូលយើងនឹងមើលឃើញអំពីការយំសោះរបស់លោកដាវីតគាត់ពិតជាកែប្រែចិត្តយ៉ាងខ្លាំងហើយគាត់ពិតជាសរសើរទៅមានថាទៅចំពោះការប្រព្រឹត្តរបស់គាត់ដូចជានៅក្នុងចំពោះ51ខ17ហើយតម៉ែដែលគួរធ្វើដល់ព្រះនោះគឺជាវិនិច្ឆ័យខ្ទេចខ្ទំឲ្យព្រះម្ចាស់នៅពេលនោះយើងមើលឃើញតាមតែចិត្តរបស់គាត់គឺខ្ទេចខ្ទំមានថាចិត្តរបស់គាត់ត្រូវបានបំបែក 他的心就在那 spirit 里 was。broken. ហើយក្រោយមកគាត់ថាទ្រង់មិនមើលនេះចំពោះចិត្តខ្ទេចខ្ទំហើយទួនទៀបឡើង The Lord ហើយនៅក្នុងគម្ពីរទំនុកដំកើងចំពោះ34ខ18 还有 បានចែកថាព្រះយេហូវ៉ាទ្រង់គង់ចិត្ត បង្កាយនឹងអាញាដែលមានចិត្តសង្រែងហើយទ្រង់ជួយសង្គ្រោះដល់អាញាដែលមានវិញ្ញាណទួនទៀប sorrowful. ដូច្នេះមានថានៅពេលដែលយើងយំសោកឬក៏ចំពោះរឿងណាមួយយើងកែប្រែចិត្តយ៉ាងខ្លាំងទៅចំពោះព្រះអង្គនោះនឹងនាំឲ្យយើងកាន់តែចូលចិត្តឬក៏ចិត្តស្និទ្ធស្នាលជាមួយនឹងព្រះអង្គដូចជាលោកស្តេដាវីតាមរយៈការកែប្រែចិត្តរបស់គាត់នេះបានប៉ះពាល់ដល់គាត់យ៉ាងជ្រៅយ៉ាងខ្លាំងគាត់បានប៉ះពាល់ព្រះអង្គយ៉ាងជ្រៅ It touched the Lord. ដូច្នេះមានតែតាមរយៈការយំសោកនេះទៅឲ្យប៉ះពាល់មនុស្សនៅខាងក្នុងគាត់ពិតជាយ៉ាងជ្រៅមែនតើគាត់នឹងប៉ះពិសោធន៍ភាពជិតស្និទ្ធជាមួយនឹងព្រះ នេះគឺទស្សនភាពទី2ហើយទស្សនភាពទី3គឺនេះអំពីតាមរយៈការយំសោកឲ្យជួយឲ្យយើងប៉ះពិសោធន៍សេចក្តីសង្គ្រោះនៃព្រះនៅក្នុងគម្ពីរឡូកាចំពោះ7នៅទីនោះមានស្ត្រីមានបាបម្នាក់ Is ពេលដែលមកឲ្យព្រះម្ចាស់នាងមិនបានធ្វើអ្វីទេនាងក៏មិនបាននិយាយអ្វីទេនាងគ្រាន់តែ she's នាងដូចជានៅក្នុងចំពោះ7ខ38នាងឈរពីខាងក្រោយទៀបព្រះបាទទ្រង់ទាំងយំ she មកឲ្យព្រះម្ចាស់គ្រាន់តែយំ stand behind the Lord and she wept. ចាប់តំសម្រស់ទឹកភ្នែក She dropped her tear តទឹកព្រះបាទទ្រង់រួយយកសពប៉ាល់នាងជូ and ក៏ថាព្រះបាទតយស្រឡាញ់ហើយយកព្រៀងក្រអូប she លាបផង took her hair to ដូច្នេះនៅទីនេះតើបងប្អូននេះគាត់จะថាអីប្រហែលយើងអត់មានព្រៀងក្រអូបយើងអត់មានអីធ្វើដល់ព្រះអង្គទេប៉ុន្តែ at that time យើងមានទឹកភ្នែក Denise said we don't យើងឲ្យយំនៅចំពោះព្រះអង្គ នៅទីនេះតាមរយៈការយំយើងឲ្យប៉ាពិសោធន៍សេចក្តីសង្គ្រោះរបស់ព្រះដោយសារបន្តមកនៅក្នុងខ47ដល់48បន្តន័យថាតើហើយនោះបានជានេះព្រះម្ចាស់យេស៊ូវមានមនុស្សថាតើហើយនោះបានជាខ្ញុំប្រាំនាងថាបាបនេះតែមានច្រឡំទាំងម្ល៉េះបានអាទោសឲ្យនាងហើយ តើបើនាងមានសេចក្តីស្រឡាញ់ចិត្តច្រឡំប៉ុន្តែនាងណាដែលគេអត់ដោឲ្យតិចនោះក៏ស្រឡាញ់តិចរួយទ្រង់មានបន្ទូលទៅនាងថាបាក់នាងបានអាទោសឲ្យនាងហើយ woman ដូច្នេះមកឃើញថាតាមរយៈយំសោះ forgiven. គាត់ទទួលការអាទោសបាបពីព្រះម្ចាស់ She received the forgiveness. យើងទទួលការអាទោសកាន់តែច្រឡំយើងនឹងស្រឡាញ់ព្រះអង្គកាន់តែច្រឡំ She received the forgiveness. ហើយយើងនឹងស្រឡាញ់ព្រះអង្គកាន់តែច្រឡំយើងនឹងកាន់តែមកឃើញអំពីបាបរបស់យើងហើយយើងនឹងយំសោកយើងនឹង Our sinful. សម្រត់ទឹកភ្នែកនៅចំពោះព្រះអង្គ And the more we drop our tears អំពីបាបរបស់យើង because of កំ our ងយើងសួរថាតើបំពង់ធ្លាប់ស្រត់ទឹកភ្នែកដោយសារបាបរបស់បំពង់ព្រះអង្គ because of your sin.
យើងនឹងថាយើងទទួលការអតុបាបផ្នែកម្យ៉ាងនៅចំពោះព្រះគឺត្រូវការព្រះលំហរបស់ព្រះអង្គបើគ្មានព្រះលំហទេយើងមិនអាចទទួលការអតុបាបនោះទេ We need a ប៉ុន្តែនៅក្នុងការបាបពិសោធន៍បើសិនជាយើងមិនយំសោកបើសិនជាយើងមិនសម្រោចទឹកភ្នែកយើងមិនអាចបាបពិសោធន៍ប្រសិទ្ធភាពនៃការអតុបាបពីព្រះអង្គទេ the afflict ដូចជាមិនថាព្រះអង្គសម្រេចការងារនៃសេចក្តីសង្គ្រោះអាចារ្យជាយ៉ាងណាប៉ុន្តែបើសិនជាយើងមិនកែប្រែចិត្តឬក៏កែប្រែចិត្តយើងគ្រាន់តែសាសារីរី if our repentance ដូច្នេះបងប្អូននេះថាយើងត្រូវការយំសោកឬក៏យើងត្រូវការសម្រត់ទឹកភ្នែកមិនមែនតែភ្នែកខាងក្រៅទេពិតជាអារម្មណ៍នៅភ្នែកខាងក្នុងយើងទៅចំពោះបាបរបស់ខ្លួនយើងនោះយើងនឹងបាបពិសោធន៍សេចក្តីសង្គ្រោះរបស់ព្រះយើងនឹងទទួលការអត់ទោសពីព្រះ we can is អានេះគឺជាទី2យើងបាបពិសោធន៍សេចក្តីសង្គ្រោះនៃព្រះហើយទស្សនវិជ្ជាទី3គឺយំសោកគឺធ្វើឲ្យយើងធ្វើឲ្យសេចក្តីអធិដ្ឋានរបស់ឲ្យព្រះអាចស្ដាប់ឬក៏ឆ្លើយការអធិដ្ឋានរបស់យើង to be ឲ្យយើងអាចប៉ះពាល់ព្រះហាតីរបស់ព្រះនៅទីនេះបងមកเราយកឧទាហរណ៍ទាំងពីរទី1នៅទីនេះគឺហេសេគៀយើងនឹងថាស្តេហេសេគៀគាត់ទ្រង់មានជំងឺចិត្តស្លាប់ដូច្នេះ sickness ទ្រង់ក៏យំទៅជំនួសព្រះយេហូវ៉ា cry he ដូ wept ច្នេះនៅក្នុងបងសាបដល់ខ្សែទី2ចំពោះ20ខ5មកគិតថាទ្រង់មានបន្ទូលដូច្នេះអានេះគឺព្រះយេហូវ៉ាអានបានលឺពាក្យអធិដ្ឋានរបស់ឯងក៏បានឃើញទឹកភ្នែកឯងហើយ I hear ដូច្នេះបានឃើញទឹកភ្នែករបស់ Amen ស្តេហេសេគៀ see you here មើលឯងនឹងប្រឲ្យឯងបានជា I will heal ដូច្នេះយើងសម្រត់ទឹកភ្នែកនោះនៅឲ្យព្រះបានស្ដាប់ការអធិដ្ឋានរបស់យើង to our prayer រួយតថ្ងៃទី3ឯងនឹងអាមែនហើយនៅក្នុងខ6បានដល់នេះថាឯងនឹងចម្រើនអាយុឯងឡើងត5ឆ្នាំទៀតអា increase នេះគឺជាតាមរយៈការអធិដ្ឋានរបស់ហេសេគៀហើយមានគម្រោងមួយទៀតគឺហាណានៅក្នុងគម្ពីរសាមូអែលទី1យើងបានមកឃើញថាពេលនេះណាមានគុណប៉ុន្តែហាណាអត់មានគុណដូច្នេះនាងក៏អធិដ្ឋាននាងមានសេចក្តីជួលវិញក្នុងចិត្តណាស់ក៏អធិដ្ឋានតព្រះយេហូវ៉ាទាំងយំអង្តិនអណ្ដាត the woman អាមែនដូច្នេះព្រះយេហូវ៉ាក៏ឆ្លើយការអធិដ្ឋានរបស់នាងយើងនឹងថាតាមរយៈការបាបពិសោធន៍របស់ហាណា how to call in English បើសិនជាគាត់អត់មានសន្តិភាពបែបនេះគឺប្រហែលគាត់មិនអាចមានអ្វីប៉ះពាល់បំណងព្រះហត្ថព្រះអង្គទេឬក៏គាត់បើសិនជាមានគូគាត់មិនធ្វើដល់ព្រះអង្គទេប៉ុន្តែគាត់បាបពិសោធន៍សន្តិភាពលំបាកគាត់បាបពិសោធន៍សន្តិភាពតែពិតជាទុកវេទនាអារម្មណ៍ប៉ះពាល់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងគាត់ទឹកគាត់អធិដ្ឋានទាំងយំសោះហើយអធិដ្ឋានហើយពេលដែលមានគូគាត់នឹងថ្វាយដល់ព្រះយេហូវ៉ាដូច្នេះនេះបានជាប៉ះពាល់បំណងព្រះហត្ថរបស់ព្រះអង្គយើងនឹងថាសាមូអែលគឺជាអ្នកដែលនាំនគររបស់ព្រះអង្គយើងមកគឺតាមរយៈសាមូអែលដូច្នេះបើសិនជាពេលខ្លះយើងបាបពិសោធន៍ណាខ្លះយើងគ្រាន់តែយំសោកក្នុងន័យថាគឺគ្មានប្រយោជន៍ទេ bring his kingdom to the យើងមិនត្រឹមតែត្រូវការយំសោកអារម្មណ៍ថាសរសើរយើងត្រូវការយំសោកទាំងមានសេចក្តីអធិដ្ឋានយើងត្រូវការអធិដ្ឋានទៅជាមួយព្រះអង្គនោះយើងនឹងប៉ះពាល់បំណងព្រះហត្ថរបស់ព្រះអង្គហើយក្រោយមកព្រះអង្គនឹងស្ដាប់ការអធិដ្ឋានរបស់យើង and listen to ដូចជានៅទីនាំនគររបស់ព្រះអង្គយើងមក you bring the ហើយទស្សនវិជ្ជាទី5ដូចជាទស្សនវិជ្ជាទី2នេះគឺត្រូវនឹងឆ្លើយការអធិដ្ឋានរបស់យើងនឹងប៉ះពាល់បំណងព្រះហត្ថរបស់ព្រះអង្គទី5យំសោកគឺធ្វើឲ្យការបំរើរបស់យើង my aspects ចំពោះព្រះម្ចាស់មានប្រសិទ្ធភាពនឹងទទួលព្រះពរពីព្រះអង្គ make ours ដូចជាយើងមើលឃើញអំពីគំរូរបស់សាវកប៉ុលនៅពេលដែលការងើយហត់របស់គាត់នៅក្នុងគម្ពីរកិច្ចការចំពោះ20ខ31ការងើយហត់របស់សាវកប៉ុលគាត់និយាយថាដូច្នេះឲ្យចាំយាមចុះជួននៅចាំថាក្នុងរយៈ3ឆ្នាំខ្ញុំចេះតែប្រោតាទូមីងតគ្នារកគ្នានីមួយដោយ
tập này 3 years, I ទាំងយប់ទាំងថ្ងៃឲ្យជោគជោគឡើង you ដូច្នេះនៅទីនេះការបំរើ night with មិនត្រឹមតែនៅក្នុងខគម្ពីរនេះនៅក្នុងពីកូរិនតូនៅក្នុងនៅពេលដែលសាវកប៉ូលសូស៊ីសម្បូរទៅទីម៉ូថែគាត់នេះអំពីច្រឡំគាត់នៅពេលដែលអធិដ្ឋានគឺស្រោតទឹកភ្នែកទៅជំនួសព្រះម្ចាស់ pray ដូច្នេះការបំរើរបស់យើងនៅតាមទំព័រនីមួយៗយើងមិនត្រឹមតែមានការអធិដ្ឋានធម្មតាពេលខ្លះយើងត្រូវការមានការយំមានទៅជំនួសព្រះអង្គ to be with